បាទសូមគោរពសូមជម្រាបសួរសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញនៅសំណួរទី29ដល់ទី31សំណួរទី29មុននឹងបារាំងធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលខ្មែរតើវិស័យនេះមានលក្ខណៈដូចម្តេចសំណួរទី30តើបារាំងធ្វើកំណែទម្រង់លើវិស័យណាខ្លះសំណួរទី31តើកំណែទម្រង់លើវិស័យកសិកម្មរបស់បារាំងបានធ្វើឲ្យមានការប្រែប្រួលដូចម្តេចទន្ទឹមនឹងនេះវាបានធ្វើឲ្យមានបញ្ហាប្រឈមអ្វីខ្លះតើឥឡូវយើងចាប់ផ្ដើមចូលទៅដល់ចម្លើយហើយសំណួរទាំង3នេះគឺពាក់ព័ន្ធទៅនឹងការធ្វើកំណែទម្រង់របស់បារាំងដែលការធ្វើកំណែទម្រង់របស់បារាំងនេះគឺនៅក្នុងឆ្នាំ1889ចម្លើយទី29មុននឹងបារាំងធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលខ្មែរវិស័យនេះមានលក្ខណៈអនាធិបតេយ្យអសមត្ថភាពនិងគ្មានប្រសិទ្ធភាព30បារាំងបានធ្វើកំណែទម្រង់លើវិស័យដូចជាប្រព័ន្ធការងាររដ្ឋបាលបង្កើតប្រព័ន្ធច្បាប់ថ្មីការបង្កើតកម្មសិទ្ធិដីធ្លីការលុបបំបាត់របបទេសភាពបង្កើតឲ្យមានការចុះបញ្ជីដីធ្លីផ្លាស់ប្ដូរទំនៀមទម្លាប់ប្រពៃណីបុរាណចម្លើយទី31កំណែទម្រង់លើវិស័យកសិកម្មរបស់បារាំងបានធ្វើឲ្យមានការប្រែមុខមាត់ថ្មីនៅលើឆាកអន្តរជាតិនៅលើទីផ្សារអន្តរជាតិទន្ទឹមនឹងនេះបានធ្វើឲ្យមានបញ្ហាប្រឈមដូចជាដំណើរការវិវត្តខុសគ្នានៃស្ថានភាពកសិករនៅតាមទីជនបទហើយប្រើคล้ายជាកសិករឈ្នួលធ្វើស្រែជនដែលបាត់បង់ដីធ្លីនិងម្ចាស់ដីធំអ្នកគ្រប់គ្រងលើផលិតកម្មទាំងនេះធ្វើឲ្យមានភាពរវាងអ្នកក្រនិងអ្នកមាន